Ok,ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំខានចេញវីដេអូយូរហើយថ្ងៃនេះដែរខ្ញុំមានសាររឿងមួយចង់ចែករំលែកដើម្បីទុកជាការស្ដាប់កំសាន្តសម្រាប់អ្នកទាំងអស់គ្នាហើយទុកជាបទពិសោធន៍ខ្លះទៅហ្នឹងហើយអ្នកទាំងអស់គ្នាធ្លាប់ឮតាមបណ្ដាញសង្គម social media ដូចជា Facebook ដូចជា TikTok YouTube ផ្សេងធ្លាប់គេនិយាយពីសៀមរាបខាងគេហៅថាផ្ទះសំណាក់នៅខេត្តសៀមរាបអញ្ចឹងប្រហែលខ្ញុំជឿថាប្រហែលជាធ្លាប់ឮព្រោះដោយសាររឿងហ្នឹងគឺពាក់ព័ន្ធជាមួយនឹងខេត្តសៀមរាបផ្ទះសំណាក់គេងសម្រាប់យប់ឡើងអញ្ចឹងណាពីណាប្តីប្រពន្ធហ្នឹងគាត់ជួបมันជាហេតុការណ៍ដែលឃើញស្រស់ដូចគេហ្មងទេក៏ប៉ុន្តែគាត់ថាគាត់ចាំក្នុងអារម្មណ៍របស់គាត់ចាំក្នុងចិត្តរបស់គាត់គិតថាវាពិតជារឿងហ្នឹងមែនតែគាត់អូខេវាដែលធ្វើឲ្យគាត់ចងចាំបានអញ្ចឹងកុំឲ្យខាតពេលយូរចូលស្ដាប់វីដេអូទាំងអស់គ្នាហើយជប់សិនមុននឹងចូលស្ដាប់កុំភ្លេចជួយចុច like subscribe ខ្ញុំផងបើសិនជាពេញចិត្តវីដេអូរបស់ខ្ញុំចង់ឲ្យខ្ញុំនិយាយរឿងផ្សេងទៀតបើសិនជាពេញចិត្តកុំភ្លេចជួយចុចហ្នឹងហើយសាច់រឿងដំបូងគឺបងប្រុសស្រីពីអ្នកប្តីប្រពន្ធគាត់ហ្នឹងគាត់ជាលក្ខណៈថាជាប្តីប្រពន្ធជាគូដណ្ដឹងអញ្ចឹងណាក៏តែមិនទាន់ការទេគាត់ភ្ជាប់ពីហើយគាត់បានទៅដើរលេងនៅខេត្តសៀមរាបជាមួយនឹងគ្រួសាររបស់គាត់មានម៉ាក់ប៉ាមានបងប្អូននេះចឹងទៅពីបេឡានអញ្ចឹងណាក៏ប៉ុន្តែថ្ងៃដែលគាត់ទៅហ្នឹងគឺមុំទៅរៀបចំខ្លួនហើយហ្នឹងព្រោះដោយសារគាត់មិននៅភ្នំពេញទេគាត់នៅខេត្តបន្តង់ទៀតអញ្ចឹងណាមុំទៅធ្វើដំណើរពីខេត្តមកដល់ភ្នំពេញហ្នឹងវាចាយពេលមកយូរហើយមកទៅដល់សៀមរាបទៀតអញ្ចឹងវាចូលលបាក់6 7 8ម៉ោងហ្នឹងហើយគាត់ចេញមកមុំរៀបចំខ្លួនហើយហ្នឹងវាម៉ោង9ព្រឹកហើយអញ្ចឹងមុំទៅដល់អាចជាម៉ោង6ក៏ចាំថាអាចពីម៉ោង6ឬក៏7ហើយហ្នឹងទៅដល់អ្វីដែលគាត់ចងចាំនោះគឺគាត់ថាចម្លែកត្រង់ថាគាត់ជិះធម្មតាជិះឡានទៅជាមួយគេជាមួយឯងនេះក៏ប៉ុន្តែទៅដល់ហ្នឹងយើងស្ទះផ្លូវស្ទះផ្សេងទៅដល់ក្រុងហ្នឹងវាបាត់គេបាត់ហើយគេទៅមុនបាត់ហើយអញ្ចឹងអ្នកដែលគេកក់ផ្ទះសំណាក់ហើយហ្នឹងគេបានផ្ញើ location មកកាន់គាត់ក៏ប៉ុន្តែ location ដែលគាត់បានទទួលបានហ្នឹងគាត់ជិះតាម location យើង redirect ទៅហ្នឹងវានាំទៅផ្លូវកាន់តែជ្រៅទៅមានន័យថាចុះពីក្រុងទៅទៀតណាចុះពីក្រុងទៅទៀតផ្លូវតូចទៅគាត់កាន់ភូមិមួយដែលតូចចឹងទៅហើយគាត់ឆ្ងល់ថាហេវាមិនដែលផ្ទះសំណាក់ណានៅក្នុងព្រៃក្នុងអីចឹងជិះទៅអស់ផ្លូវបណ្ដោយមានតែផ្លូវបេតុងអស់ពីផ្លូវបេតុងផ្លូវក្រហមអស់ផ្លូវក្រហមទូទៅឡាយមានផ្លូវបណ្ដោយដល់ពេលចឹងទៅគាត់ក៏ឆ្ងល់ថាមិនបានផ្ទះសំណាក់អីនៅហ្នឹងហើយគាត់ព្យាយាមមើល location clear ប្រហែលដងហើយចូលមើលទៀតគឺ location នៅដដែលមានតែគេផ្ញើមកហ្នឹងគឺត្រូវហើយយើងដើរមកដល់ចំណុចហ្នឹងហើយអញ្ចឹងក៏សម្រាប់ចិត្តថាបើកមកក្រុងវិញព្រោះយើងចេញពីក្រុងលបាក់ខ្ទង់ប្រហែល 5-6 គីឡូហ្នឹងហើយវាអត់បានកំណត់គីឡូតែគាត់តែប្រហែលប៉ុណ្ណឹងគាត់បានមកដល់ក្រុងវិញគាត់ក៏ចាប់ផ្ដើម clear ទូរស័ព្ទអីមួយខ្សែទីចង់ដឹងមើលហើយចូលមើលកន្លែង location ដែលគេដើរមកដដែលហ្នឹងគឺដូរទៅទីតាំងថ្មីអញ្ចឹងធម្មតា location ដែលគេផ្ញើមកវាមានគេដើរទីតាំងហើយនៅក្នុងនោះបើសិនជាគេកែ file ឬក៏គេ delete ចោលហើយគេផ្ញើមកម្ដងទៀតវាអាចថាខុសទីតាំងគេដើរក៏ប៉ុន្តែអត់ទេទីតាំងដដែល file ដដែលយើងចូលមើលទៅនៅពេលដែលមកដល់ក្រុងគឺខុសពីទីតាំងចាស់នោះគឺតូនណានៅព្រៃនៅតំបន់ភូមិណាដែលអត់មានមនុស្សមានអីសោះអញ្ចឹងណាមានមនុស្សតែវាមិនអត់មានផ្ទះសំណាក់អីជិះយូរទៅវាផុតផ្លូវមកទៅដល់ពេលមកដល់ location ទី2ហ្នឹងបានទៅដល់ផ្ទះសំណាក់ជិះឆ្ងាយពីក្រុងដែរក៏ប៉ុន្តែវាមិនមែនទីតាំងចាស់ដឹងតែមិនមែនទីតាំងចាស់ដឹងតែមួយរៀងផ្លូវម្នាក់ក៏បានទៅដល់ផ្ទះសំណាក់ហ្នឹងមួយជាលក្ខណៈបឹងកាឡូមានអាងហែលទឹកមានអីចឹងទៅបន្ទប់មាន10បន្ទប់ហើយគ្នាយើងលបាក់ជាខ្ទង់ទាំងគ្រួសារកូនចៅបងប្អូនហ្នឹងវាខ្ទង់ចិត្ត20នាក់ហ្នឹងបន្ទប់មួយដេក2បន្ទប់មួយដេក3អញ្ចឹងណាហើយគាត់ក៏បានសម្រាប់នៅនឹងហូបបាយហូបអីធម្មតាអញ្ចឹងទៅហើយនៅពេលដែលខ្ញុំបកក្រោយតិចគាត់ថាពេលដែល location ហ្នឹងផ្ញើខុសហ្នឹងហើយគាត់ក៏អត់មានចាប់អារម្មណ៍អីដែរព្រោះវាគាត់ថាវាមិនមានរឿងអីទេក៏អត់ចាប់អារម្មណ៍អញ្ចឹងណាគាត់ក៏បានដេកនៅផ្ទះហ្នឹងធម្មតាអញ្ចឹងទៅស្អែកឡើងព្រលឹមឡើងហ្នឹងគាត់ក៏បានចេញដំណើរទៅកាន់អង្គរវត្តដើរលេងមួយគ្រួសារតាមធម្មតាអង្គរវត្តទៅពីព្រលឹមបានមើលគ្រប់មានគោតូចគោធំអញ្ចឹងទៅមានប្រាសាទផ្សេងច្រើនអ្នក
ធ្លាប់នៅអង្គរវត្តឬក៏អ្នកធ្លាប់ទៅលេងដឹងតែដើមអស់តែទៅពីព្រលឹមងើពីព្រលឹមឡើងទៅអញ្ចឹងគាត់ងើពីព្រលឹមដើរមកដល់យប់ហ្នឹងវាល្បាក់ម៉ោង6ម៉ោង7ទៅរកទស្សនៈថ្មីព្រោះទស្សនៈចាស់ហ្នឹងអត់ដឹងមិនគេអត់ដេកទៀតមិនដឹងថាគេជប់ជួលអស់ឬក៏វាថ្លៃពេកក៏អត់ដឹងដែរព្រោះមានអ្នកបងប្អូនហ្នឹងគេអ្នកខាងកក់បន្ទប់ក៏អីអញ្ចឹងណាអញ្ចឹងក៏ហៅបន្ទប់ថ្មីហៅទស្សនៈថ្មីគាត់ចេញពីដូចជាចេញពីគោហ្នឹង7គីឡូពីគោអញ្ចឹងខ្ញុំក៏អត់ដឹងថានៅកន្លែងណានៅតំបន់ណាដែរដឹងតែចេញ7គីឡូពីគោក៏បានទស្សនៈថ្មីនឹងមួយគាត់ថាគាត់ចាប់អារម្មណ៍ទស្សនៈហ្នឹងពេលមកដល់ព្រមទស្សនៈហ្នឹងគឺចាប់អារម្មណ៍ព្រោះដោយសារបន្ទប់មានច្រើនបន្ទប់មានដល់25បន្ទប់ហើយតម្លៃធូរសួរគេថាតម្លៃធូរជាងអាមុនច្រើនធូរច្រើនមែនតើហ្នឹងហើយខ្ញុំគាត់ថាដូចជាមិនឆ្ងាយពីក្រុងមែនទេព្រោះ7គីឡូពីអង្គរវត្តអញ្ចឹងនៅក្រុងមិនដឹងថាប្រហែលគីឡូពីក្រុងតែតម្លៃធូរបន្ទប់គេក៏ស្អាតមានតែបន្ទប់គេទលាធំហ្មងធំដល់ថាយើងបើសិនជាយើងគេងតែម្នាក់ឯងយើងអត់ហ៊ានគេងធំបន្ទប់ទឹកក៏ធំទៀតអញ្ចឹងក៏ចែកគ្នាអញ្ចឹងទៅអ្នកបងគាត់ក៏យកបន្ទប់តាមអ្នកមានប្រពន្ធមានអីចឹងណាព្រោះយើងឡើងដេកជាន់គ្នាទេដែរព្រោះកាលនៅទស្សនៈចាស់យើងដេកជាន់គ្នាអញ្ចឹងទស្សនៈថ្មីហ្នឹងគឺបន្ទប់មួយសឹងតែបន្ទប់មួយដេកម្នាក់ឯងបន្ទប់2ដេកម្នាក់ឯងក៏បានវាធំទលាវាសល់បន្ទប់ហ្នឹងហើយនៅសល់បន្ទប់2ដែលគេចែកហើយហ្នឹងគឺយើងគាត់ថាគាត់ពីអ្នកប្រពន្ធគាត់ហ្នឹងគាត់ចែកក្រោយគេនៅជាន់ទី3បន្ទប់2ហ្នឹងបន្ទប់មួយគាត់យកហើយបន្ទប់មួយទៀតគាត់ឲ្យប្រពន្ធគាត់ដេកហើយនិយាយសិននៅមុខបន្ទប់ហ្នឹងគឺមានលក្ខណៈដូចជាកន្លែងចាស់ផឹកតែអញ្ចឹងបើយើងនិយាយទៅវាមានតុមួយហើយមានផ្កាហើយមានតុកូនតុកតូចសម្រាប់អង្គុយហ្នឹងជុំវិញទៀតអញ្ចឹងខ្ញុំឆ្លងតែសំណាក់ហេតុអីបានមកតោវាដាក់អាតុកហ្នឹងសម្រាប់មកអង្គុយអញ្ចឹងវាអត់តំណងស្អឲ្យភ្ញៀវអង្គុយឬក៏ឲ្យអ្នកបន្ទប់ជួលបន្ទប់មកអង្គុយអញ្ចឹងវាអត់តំណងសោះមើលទៅអត់តំណងខ្ញុំមានអារម្មណ៍ថាវាខ្ញុំគាត់ថាវាព្រឺសវល់បាត់ហើយអញ្ចឹងប្រពន្ធគាត់ក៏ឲ្យទៅនៅបន្ទប់មួយហ្នឹងទល់មុខបន្ទប់គ្នាប្រហែលជាខ្ទង់6ម៉ែត្រហ្នឹងហើយក៏ប្រពន្ធគាត់ក៏ទៅចូលទៅប្រពន្ធគាត់ចេញមកវិញហ្មងគាត់ថាគាត់អត់ដេកគាត់អត់ហ៊ានដេកហើយក៏បានសួរនាំហេតុទាំងអស់ទៅគាត់ថាបន្ទប់វាអត់គួរឲ្យដេកវាខ្លាចគាត់ថាមានទ្វារមួយអ្វីដែលគាត់ចាប់អារម្មណ៍ខ្លាំងបំផុតគឺមានទ្វារមួយបើកចេញក្រៅទាំងដែរនៅក្រៅហ្នឹងអត់មានវេរ៉ង់ដាអីបន្តិចសោះមានតែផ្លូវធំហើយនឹងខ្សែភ្លើងវាធម្មតាជាន់ទី3វាមានខ្សែភ្លើងហើយនឹងផ្លូវរត់អញ្ចឹងគាត់ថាគាត់អ្វីដែលគាត់ចាប់អារម្មណ៍បំផុតហ្នឹងគឺទ្វារធំទ្វារហ្នឹងទ្វារបើកចេញហ្មងបើកចេញធម្មតាក៏ប៉ុន្តែគេយកតុកយកទៅបាំងណាយកតុកយកទៅបាំងហើយគាត់ថាគាត់អត់ហ៊ានដេកគាត់ថាគាត់ចូលទៅគាត់មានអារម្មណ៍ចម្លែកគាត់អត់ហ៊ានដេកទេហើយអញ្ចឹងប្តីគាត់ហ្នឹងក៏សម្រាប់ចិត្តថាចង់ដូរបន្ទប់ព្រោះដោយសារបន្ទប់នោះវាធំទលាដូចគ្នាតែវាអត់អីទេវាមើលទៅតំណងមានផ្ទះមានអីខាងក្រោយអញ្ចឹងទៅហើយគាត់ក៏ចង់ដូរបន្ទប់ព្រោះដោយសារអត់ចង់ឲ្យញ៉ៃអញ្ចឹងណាព្រោះយើងអត់តន់ការតន់អីទេខ្ញុំក៏ដូរមួយគាត់ហើយខ្ញុំក៏ចូលក្នុងបន្ទប់ហ្នឹងមួយគាត់ចង់ដឹងណាតែចង់ដឹងចង់ដូរគាត់ថាគាត់ដើរចូលភ្លាមប្តីហ្នឹងគាត់ដើរចូលភ្លាមគាត់ថាភឺសវល់ហ្មងហើយតិចអ្វីដែលសំខាន់គឺបើកទ្វារចូលទៅគឺតិចហ្មងទាំងដែលសិនចាក់មានបើកណាគាត់សម្លឹងមើលសិនចាក់តែសិនចាក់បើកទេសួរប្រពន្ធគាត់ថាមានបើកសិនចាក់អត់មានបើកសិនចាក់ប៉ុណ្ណាគាត់តែចូលទៅគាត់ចេញមកវិញមានបើកសិនចាក់តន់គេអញ្ចឹងគាត់ក៏ដើរចូលតិចសេពតិចដល់ចាប់អារម្មណ៍តិចដូចសិនចាក់អត់នឹងតិចហើយសិនចាក់ធម្មតាតែសំណាក់គេមិនមានកាតឃើញបើសិនជាគេដោតកាតចោលអីទៅវាសំនឹងភ្លើងបើកសិនជាអ្នកមុនគេបើកអញ្ចឹងណាតែផ្ទះហ្នឹងអត់មានអ្នកនៅទេតែសំណាក់ហ្នឹងគេអត់នៅគេមកឲ្យយើងទាំងស្រុងហ្មងហើយកាតក៏អត់មានដោតដែរអញ្ចឹងដល់ពេលតិចហើយទៅគាត់ក៏បើកចូលទ្វារចូលក៏ដោតកាតដោតអីធម្មតាគាត់បើកភ្លើងគាត់បើកភ្លើងភ្លាមព្រឹបដល់ប្រពន្ធគាត់លក្ខណៈគាត់ភ័យស្រាប់ហ្នឹងឡើងភ្ញាក់គាត់ខ្សែវាស់អញ្ចឹងទៅហើយក៏ព្យាយាមនិយាយប្រឡប់អីទៅវាអត់នេះវិញទៅពេលគាត់ថាគាត់ចាប់អារម្មណ៍ដែរគឺទ្វារហ្នឹងហ្មងគាត់ចូលទៅគឺចាប់អារម្មណ៍មុនគេទ្វារបន្ទប់ទឹកគឺបែរមកខាងក្រៅទេតែទ្វារហ្នឹងគឺបែរទៅខាងក្រៅផ្លូវ
ទាំងដែលគ្មានវេរងដាគាត់ថាគ្មានវេរងដាហេតុអីមិនគូធ្វើទ្វារអញ្ចឹងហើយមាននៅចិត្តខ្សែភ្លើងហ្មងមានតែបើសិនជាយើងបើកទ្វារហ្នឹងទៅលោកដែរទៅដល់ខ្សែភ្លើងហ្មងអញ្ចឹងមិនដឹងតែគេធ្វើដើម្បីរំហែកាយពេលយប់ឡើងអីឬក៏មិនអត់ដឹងតែចូលទៅគាត់ថាគាត់ព្រឺដែរអស់ពីតិចហ្នឹងហើយគឺមើលទ្វារទៅឃើញព្រឺហើយរឿងភ្លើងផ្លឹបផ្លេហ្នឹងគាត់ថាវាអាចជាអំពូលចង់ខូចចង់អីចឹងទៅគាត់អត់ចាប់អារម្មណ៍ទេហ្នឹងហើយគាត់បើកសិនជាបើនេះបើកមើលចឹងគាត់ថាគាត់ចង់ដេកនៅបន្ទប់ហ្នឹងគាត់ថាគាត់ចង់បើកសិនជាពេលបើកទៅអត់ដើរភ្លើងមានធម្មតាគាត់ទៅចុចមិនក៏អត់ដើរតេឡេក៏អត់ខូចព្រោះតេឡេសេរីឲ្យអស់ហើយគាត់ថាគាត់សេរីមើលវាអត់មានសំខូចឲ្យថ្មឲ្យក៏មើលក៏អត់មានបញ្ហាទាំងអស់ចឹងគាត់ក៏ទុកចោលបន្តិចទៅគាត់បោះលើពូកទៅហើយគាត់ក៏ហេតុខ្លួនលើពូកគេហៅដេកខ្លួនលើពូកចឹងណាគាត់ថាគាត់ដេកខ្លួនលើពូកភ្ញាក់ភ្លាមហ្នឹងក្បាលគាត់ខ្ញាក់ហ្មងព្រឺសវល់ខ្ញាក់ហ្មងព្រឺសវល់ចឹងទៅគាត់ក៏ព្យាយាមប្រឡប់គាត់ក៏អត់និយាយទាំងអស់ព្រោះដឹងតែប្រពន្ធគាត់ខ្លាចចឹងគាត់ក៏យកអាតេឡេសិនជាហ្នឹងសាកបើកម្ដងទៀតវាដើរអត់ចុចទៅបាត់តែធម្មតាគាត់ថាយ៉ាគាត់ថាដឹងថាមានអីមិនស្រួលហើយព្រោះគាត់ជឿថាមានតែគាត់មនុស្សដែលទប់អារម្មណ៍បានគាត់មនុស្សមិនខ្លាចទេយល់ថាមានក៏ប៉ុន្តែដឹងថាគេមិនធ្វើបាបយើងទេគាត់គិតអញ្ចឹងហើយសុកហ្នឹងបន្ទប់ទឹកអ្វីដែលសំខាន់គឺបន្ទប់ទឹកអារ៉ូមណេហ្នឹងពុជតែលក្ខណៈតែគេបើកទឹកចោលហើយដល់ពេលហើយវាផ្ទុះទឹកមកចុះផ្ទុះទឹកដូចយើងធ្លាប់តាមរ៉ូមណេហ្នឹងធម្មតាវាបើកទឹកតិចវាសូពុជមកផ្ទុះទឹកដូចក្បាលរ៉ូមណេចង់ខូចចង់ទៅដល់ពេលចឹងគាត់ភ្ញាក់ទាំងអស់គ្នាហ្មងទុំប្រពន្ធក៏ភ្ញាក់គាត់ក៏ភ្ញាក់ចឹងគាត់ក៏សម្រេចចិត្តថាបន្ទប់ហ្នឹងដូចជាមិនស្រួលសុកចិត្តទុកបន្ទប់ហ្នឹងចោលមួយគាត់អត់ដេកទេគាត់ក៏អត់ដេកប្រពន្ធក៏អត់ដេកយើងសម្រេចចិត្តដកកាត់ចេញទៅដេកនឹងទល់មុខបន្ទប់ហ្នឹងហើយទល់មុខបន្ទប់ហ្នឹងវាធំទលាយើងដេកយើងមានហាក្មួយហើយមកដេកមួយគ្នាអញ្ចឹងណាហើយគាត់ក៏មានអារម្មណ៍ថាវាប្រហែលជាមិនស្រួលអីហើយអញ្ចឹងក៏គាត់ប្រាប់ប្រពន្ធគាត់ថាកុំឲ្យចេញទៅក្រៅអីបើសិនចង់ទិញអីគាត់ទៅទិញឲ្យព្រោះគាត់ខ្លាចប្រពន្ធគាត់ខ្លាចបន្ទប់ហ្នឹងមួយហើយតែអាមុខបន្ទប់ហ្នឹងទៀតមានកន្លែងដូចអង្គុយចាស់អង្គុយផឹកតែអញ្ចឹងដូចចាស់ពីដើមអង្គុយផឹកតែគឺមានមានធូបផ្កាគេមានកៅអីអង្គុយព័ទ្ធជុំវិញដូចលក្ខណៈដូចចាស់សាលប្រជុំអញ្ចឹងណាដូចប្រជុំជំនាន់ដើមអញ្ចឹងគាត់ថាពេលគាត់អញ្ចឹងហើយគាត់ក៏ប្រាប់ប្រពន្ធអញ្ចឹងទៅគាត់ក៏ដេកតាមធម្មតាដូចអត់មានរឿងអីទៀតទេយប់ហ្នឹងហើយក៏ពីហ្នឹងមកគាត់ដើរលេងមួយថ្ងៃហើយគាត់មកស្រុកមកខេត្តគាត់វិញអញ្ចឹងណាហើយរឿងហ្នឹងក៏មានតែប៉ុណ្្នឹងដែរគាត់ថាគាត់ថាវាមិនមែនមានរឿងអីដល់បញ្ញាក់គាត់ឲ្យគាត់ខ្លាំងមានតែបញ្ចេញរូបរាងឬក៏ធ្វើអីឲ្យខ្លាំងគាត់ខ្លាចលុះព្រលឹងទេគាត់គិតថាគាត់និយាយប្រាប់គាត់គិតថាវាអាចមានរឿងហ្នឹងក៏ប៉ុន្តែគាត់ថាគេចង់បញ្ជាក់ប្រាប់យើងថាមិនអោយដេកនៅកន្លែងគេអញ្ចឹងទៅមិនចង់ឲ្យគេមកដេកបន្ទប់ហ្នឹងអញ្ចឹងទៅឬមួយក៏អាចជាបន្ទប់ហ្នឹងមានអីមួយគេអត់ចង់ឲ្យដេកអញ្ចឹងណាអញ្ចឹងគេក៏ធ្វើនេះធ្វើនោះទិញទួចមកប្រាប់យើងកុំឲ្យយើងញ៉ៃអញ្ចឹងទៅតែវាបើតាមខ្ញុំគិតក៏ដូចគ្នាដែរវាគេមិនធ្វើបាបយើងទេគេមិនចង់ធ្វើបាបយើងទេគេគ្រាន់តែចង់ប្រាប់គេគ្រាន់តែចង់បញ្ជាក់ប្រាប់យើងថាកុំដេកអីក៏កុំប៉ះពាល់បន្ទប់គេអញ្ចឹងណាព្រោះអាចជារបស់គេស្រឡាញ់អីមួយអញ្ចឹងទៅគេគ្រាន់តែបញ្ញាបន្តិចអញ្ចឹងទៅយើងដឹងខ្លួនយើងចេញហើយសុខបើសិនជាយើងដឹងខ្លួនហើយយើងចេញអញ្ចឹងទៅគាត់សុខសាន្តដូចគាត់អញ្ចឹងគាត់ថាសុខសាន្តដូចគាត់អញ្ចឹងក៏ជាការចងចាំមួយរបស់គាត់តែប៉ុណ្្នឹងទេហើយគាត់ក៏បានរៀបរាប់ប្រាប់ប៉ុណ្្នឹងដែរអញ្ចឹងអរគុណសម្រាប់ការស្ដាប់ណាខ្ញុំបញ្ជាក់ទេបើសិនជាចូលចិត្តជួយចុច like និង subscribe ផងហើយបើសិនជាមានកំហុសខុសឆ្គងកន្លែងណាជួយប្រាប់ផងមិនពេញចិត្តកន្លែងណាការនិយាយស្ដីអីព្រោះវាមិនមែនបាត់ពិសោធន៍ច្រើនក្នុងការនិយាយក៏ប៉ុន្តែវាជាការស្រឡាញ់មានរឿងអីចង់និយាយលេងអញ្ចឹងទៅជាការកំសាន្តផងអរគុណ